ដីរបស់កម្ពុជាយើងមានវិសាលភាពធំណាស់ពីបុរាណមកtrongគណៈអាត្មាភាពបានសិក្សារៀនសូត្រអំពីប្រវត្តិសាស្ត្រខ្មែរនឹងពីឆ្នាំ50រៀងមកឃើញគេថាពងសាវតាខ្មែរណាពងសាវតាហ្នឹងគេនិយាយពីប្រវត្តិទឹកដីប្រទេសជាតិយើងទាំងអស់តែប្រទេសកម្ពុជាយើងនេះមានវិសាលភាពធំទូលំទូលាយណាស់ខាងលិចនឹងទល់នឹងទន្លេសាបលូអង់នឹងប្រទេសភូមាណាអត់មានថៃទេទន្លេសាបលូអង់ស្រុកភូមាព្រមទល់ទន្លេជើងទល់នឹងចិនឯកើតទល់នឹងចម្ប៉ាហាណូយត្បូងទល់នឹងសមុទ្រអ៊ំណាបើមិនដឹងជាផែនទីនឹងនឹងសពថ្ងៃនៅមានដែរឬក៏បាត់បង់ដែរមិនដឹងទេអាហ្នឹងខ្ញុំណាអាត្មានឹងរៀនពីក្មេងអញ្ចឹងព្រះអង្គគិតមើលមកថ្ងៃនៅត្រឹមប៉ោយប៉ែតពីសៀមរាបទៅប៉ោយប៉ែត148គីឡូទេពីប៉ោយប៉ែតទៅទន្លេសាបលូអង់នោះប្រហែលជិះយន្តហោះប្រហែលមកទៅភូមាហ្នឹងគិតមើលអាដែលបាត់បង់ហ្នឹងវាធំជាងទឹកដីបច្ចុប្បន្នហ្នឹងពីជើងទល់ចិនថ្ងៃនៅជើងភ្នំដងរែកខ្លះនៅលើខ្នងភ្នំពាក្យកណ្ដាលភ្នំបានតែប៉ុណ្ណឹងឯងទៅខាងនោះបានគេទាំងអស់ជាពិសេសប្រាសាទព្រះវិហារណានៅលើភ្នំដងរែកប្រាសាទព្រះវិហារនេះមុខប្រាសាទហ្នឹងទៅជើងទៅដីសៀមចឹងព្រោះភ្នំដងរែកនេះវាមានកម្ពស់តែខាងដីខ្មែរយើងទេដល់ទៅសៀមវាចម្រៀងចឹងខាងខ្មែរយកធ្លាក់ចឹងពីប្រវត្តិសាស្ត្រថាអាស៊ីអគ្នេយ៍ប្រទេសកម្ពុជាពីមុនជាសមុទ្រទេភ្នំដងរែកនេះវាច្រាំងសមុទ្រប៉ុន្តែយូរទៅសមុទ្រវាចេះតែរីងថយអត់ទៅក៏គូកើតជាដីប៉ុនវាយូរដែរចង់រាប់សែនឆ្នាំទៅហើយត្រឹមបានវាក៏កើតជាទឹកដីនឹងបាននៅខាងសៀមមានរិចជ្រាវដូចចឹងបានប្រាសាទព្រះវិហារត្រូវធ្វើបែរមុខទៅជើងណាចិនដើរទៅជើងមកខាងខ្មែរយើងវាចង្រាក់ដាច់ចឹងសៀមគឺថាប្រគេដែរទៅប្រកាសណាបាទនរោត្តមសីហនុលោកបដិងទៅអង្គការសហប្រជាជាតិក្តីនឹងសៀមឈ្នះបានមកវិញឥឡូវបានមកហើយនេះគេថាប្រាសាទព្រះវិហាររបស់ខ្មែរបាទដីជុំវិញប្រាសាទហ្នឹងរបស់ថៃអញ្ចឹងទៅទៀតប្រាសាទរបស់ខ្មែរបាទដីជុំវិញប្រាសាទនោះរបស់ថៃខ្មែរចូលលើប្រាសាទឯណារួយអូយបញ្ញាសិនយើងគិតទៅគួរឲ្យសោកស្ដាយជាទីបំផុតសំណោះកេរដំណែលរបស់ពុទ្ធបរិសរបស់យើងហ្នឹងដែលលោកបន្សល់ទុកឲ្យយ៉ាសំរីបរាប់ពីប្រាសាទដែរសម្រាប់ជនជាតិកម្ពុជាយើងនេះខ្មែរយើងមិនសូវមានអ្នកណាមួយចំណាប់អារម្មណ៍នឹងបេតិកភណ្ឌរបស់ជាតិយើងប្រាសាទនេះទេតែសម្រាប់ពួកបរទេសដូចជាពួកអឺរ៉ុបពួកអាមេរិកជាដើមគេចំណាប់អារម្មណ៍ណាគេសុខចិត្តចំណាយប្រាក់រាប់ពាន់ដុល្លារធ្វើដំណើរឆ្លងទ្វីបតាមអាកាសហ្នឹងមកកាន់ទឹកដីកម្ពុជាយើងដោយវាល្បីថានៅប្រទេសកម្ពុជាហ្នឹងមានប្រាសាទដែលសាងឡើងពីថ្មហ្នឹងអស្ចារ្យណាស់គេផ្សាយឃើញតាមរូបភាពរូបស្រីអីទស្សនាវដ្តីទៅគេឃើញជាចង់ឃើញចង់ដឹងព្រោះគេដឹងថាអាយុប្រាសាទហ្នឹងវាជាង1000ឆ្នាំមកហើយដូចថាជាង1000ឆ្នាំមុននោះនៅទ្វីបគេហ្នឹងគេមិនទាន់ធ្វើអីកើតទេខ្មែរយើងជាង1000ឆ្នាំមុនយើងធ្វើប្រាសាទថ្មកើតគេគិតចំណាប់អារម្មណ៍ចឹងគេនាំគ្នាមកមើលគេឃើញតាមតែរូបភាពរូបថតទស្សនាវដ្តីក៏សែតទៅគេស្មាននឹងអង្គរវត្តនៅតូចស្មាននៅប្រាសាទនឹងវាតូចដល់គេធ្វើមកគេមកដល់ដំណើរដល់ឃើញរូបភាពសំកិលទៅដល់នោះប្រសិនមិត្តអង្គរក៏គេក៏លេចទៅឃើញគេស្រេចផ្លឹកបាត់ផ្លឹកក៏ពួកបរទេសណាគេថាគេស្មាននៅប្រាសាទនឹងវាតូចដល់ឃើញវាធំយ៉ាងហ្នឹងគេអស្ចារ្យណាស់គេថាជា1000ឆ្នាំមុនណាមិនទាន់មានណាផលិតបង្កើតគ្រឿងចាក់គ្រឿងអីយឹតយោងលើកថ្មអីកើតផងតើខ្មែរនឹងបានអីទៅលើកថ្មដុំប៉ុន្តែលើគ្នាម្ដុំទងន់រាប់តោនគេស្រែកព្រឹត្តមកក៏អស្ចារ្យប្រាសាទដែលគេទៅមកឃើញតែខ្មែរយើងអត់សូវបានចំណាប់ចាប់អារម្មណ៍ឯតែជួនកាលអ្នកស្រុកនៅក្បែរអង្គរវត្តហ្នឹងកើតពីក្មេងទៅចាស់មិនដែលចូលទៅក្នុងបរិវេណអង្គរនោះផងគាត់អត់ឃើញពីផ្ទះគាត់ពីឆ្លាយឃើញកំពូលប្រាសាទប្រកបដែរចូលទេមកជីវិតគាត់អញ្ចឹងអត់មានចំណាប់អារម្មណ៍ឯទៅសោះ
វាដល់មកសប្តាហ៍ថ្ងៃបច្ចុប្បន្នសប្តាហ៍ថ្ងៃនេះទៀតក៏មិនសូវមានចំណាប់ចាប់អារម្មណ៍អីដែរសម្រាប់ជនជាតិយើងបានតែនឹងឯងដែលគួរឲ្យសោកស្ដាយយើងមានសម្បត្តិធនធានគេតនៈធននឹងកាត់ថ្លៃមិនបានទៅយើងអត់ចំណាប់អារម្មណ៍អីសោះតែពួកបរទេសគេចំណាប់អារម្មណ៍ជាងយើងទៅទៀតគេចំណាយប្រាក់មកធ្វើទស្សនកិច្ចសិក្សាពីប្រាសាទប្រាសាទអង្គរវត្តនេះប្រាសាទនេះពីមុនមិញវាជាបេតិកភណ្ឌរបស់ជាតិយើងទេដល់ឥឡូវរាជរដ្ឋាភិបាលលោកបញ្ចូលប្រាសាទទាំងអស់ហ្នឹងទៅជាបេតិកភណ្ឌពិភពលោកវាទៅជាសម្បត្តិរបស់មនុស្សជាតិលើសកលលោកពីមុនមិញផុសខ្មែរដល់ឥឡូវនេះទៅជាសម្បត្តិរបស់សញ្ជាតិមនុស្សនៅលើសកលលោកទាំងអស់គេឲ្យទិញអញ្ចឹងថារបស់នេះជារបស់មនុស្សទាំងអស់គ្នាតែយើងក៏មានចិត្តទូលំទូលាយដែរតាមពេលវាគេតនៈផនគេដូនតាយ៉ាងតែប៉ុន្តែយើងផ្សាយចុះរបស់ដែលវាអស្ចារ្យនៅលើលោកមានតែមួយប៉ុណ្ណឹងឯងឲ្យវាទៅជាសម្បត្តិមនុស្សលោកទៅព្រោះយើងជាតិជាមនុស្សដូចតែគ្នាអ្នកណាក៏ជាមនុស្សឲ្យទៅនៅលើផែនដីមនុស្សទាំងអស់គ្នាឲ្យទៅជាសម្បត្តិមនុស្សជាតិនិយាយពីសិល្បៈការរចនាតុបតែងវាល្អស្អាតគ្មានអីធៀបទេរហូតដល់ដូនតាចាស់អ្នកសៀមរាបនេះទីសួរតាអង្គរវត្តណាធ្វើគេថាវិសកម្មទេវបុត្រប្រអិនតែមកធ្វើនោះមានថាមនុស្សណាក៏មានដឹងថាមនុស្សធ្វើណាគេថាទេវតាប្រអិនតែមកធ្វើឲ្យជំនឿវាអស្ចារ្យពេកគិតថាមនុស្សយើងធ្វើវាអត់កើតទេនឹងប្រាសាទអង្គរវត្តអីហ្នឹងម្ល៉េះគាត់ថាទេវតាមកធ្វើវិសកម្មទេវបុត្រនោះមកសាងថ្វាយទៅប្រកេតមេលាព្រះបាទសូរិយាវរ្ម័នទី2នោះទៅអញ្ចឹងព្រះបាទសូរិយាវរ្ម័នទី2ហ្នឹងឈ្មោះខ្មែរដូនតាយើងថាប្រកេតទុកមេលាអានោះវារឿងព្រេងនិទានមកខាងគាត់ដែលលោកមកប្រមូលមេដាលោកបដិសន្ធិនឹងចាប់កំណើតលោកឲ្យសពឃើញប្រអិននឹងយកកម្រងផ្កាមកដាក់លើពោះអញ្ចឹងបានដល់ប្រកេតទុកមេលាណាអានេះរឿងរ៉ាវខាងខ្មែរយ៉ាងណាបើសិលាចារៈវាផ្សេងក៏និយាយថាប្រអិនមកធ្វើអោបើអ្នកដែលអត់មានបញ្ញាត្រូវតែជឿថាអញ្ចឹងឯងបើយើងអ្នកមានបញ្ញាយើងទៅពិនិត្យមើលប្រាសាទនឹងទៅឃើញមានឯកសារបញ្ជាក់ជាក់ស្ដែងយើងប្រកន្លែងខ្លះសាងអត់ទាន់ហើយទេធ្វើមិនទាន់ហើយទេបើរូបអប្សរទើបនឹងបានដើរខ្សែជារាងមុខរាងមិនទាន់បានរំលេចសង្កត់ឲ្យវាផុសឡើងជារូបរាងច្បាស់លើអត់ទៅនៅជាគំនុះនៅឡើយក្បាច់ក្បូរខ្លះទៀតគ្រាន់តែបានទៅដើររៀងតែមិនទាន់បានរំលេចឲ្យវាផុសជាក្បាច់ទេចាំដល់និមន្តនឹងអញ្ជើញទៅសង្កេតមើលផងណាបានថាហ្នឹងទៅមិនមែនទៅមើលថ្មណាទេថ្មយើងដឹងរួចតែប្រាសាទមកបើទៅមើលសិល្បៈអីដែលគេធ្វើណានេះទៅពិនិត្យមើលណាតែពិនិត្យមើលទៅឃើញថារបស់ទាំងអស់ប្រាសាទសុំអីប្រាសាទគាត់ធ្វើអត់ទាន់ហើយទេនៅច្រើនណាដូចជាទៅខាងកើតនៅមិនទាន់ធ្វើបានធ្វើចិន្តាធ្វើអីបណ្ដោថ្មតំដុំទៅភាគកើតបើសាធ្វើនោះវាយូរឆ្នាំពេក30-40ឆ្នាំហ្នឹងវាយូរពេកទៅកើតសង្គ្រាមកើតចម្បាំងអីទៅក៏រវល់ធ្វើសង្គ្រាមចម្បាំងក៏បោះបង់អាហ្នឹងចោលអានេះខ្ញុំណាអាត្មានឹងសុំប្រគេនព័ត៌មានអញ្ចឹងដល់ទៅមើលទៅឃើញថាហ្នឹងមិនប្រអិនធ្វើទេបើទេវតាប្រអិនមកធ្វើលោកធ្វើដោយរិទ្ធមិនមែនធ្វើដោយកម្លាំងទេធម្មតារបស់អ្វីធ្វើដោយរិទ្ធគឺការជប់ការនិមិត្តគឺតែធ្វើហើយក៏ស្រេចហើយវាអត់មានតាណាតអីសោះទេអញ្ចឹងដល់នេះឃើញកន្លែងដែលធ្វើវាមិនទាន់ហើយច្រើនបានថានឹងមនុស្សតែធ្វើណាវិជាប្រាប់តែអញ្ចឹងបើដូនតាពីដើមហ្នឹងគាត់ថាប្រអិនតែមកធ្វើនៅឃើញវាល្អពេកទៅពុះវិស័យថាមនុស្សធ្វើកើតពេលព្រះអង្គទៅមើលដុំថ្មតាំងខ្ញុំណាននៅតែគិតមិនទាន់ឃើញគេលើកមិនកើតអញ្ចឹង